ព្រោះតែបានទៅស្រុកសក់ចិត្តជីកាត់ហាភ្លៀងហារលឹមដើម្បីទៅទិញបន្លែទិញសាច់យកមកធ្វើម្ហូបព្រោះឲ្យដឹងថាថ្ងៃស្អែកត្រូវចាក់ចេញពីស្រុកវិញណាពុកម៉ែបងប្អូនណាមួយដោយសារតែថ្ងៃហ្នឹងគឺភ្លៀងខ្លាំងមែនតើភ្លៀងតាំងពីម៉ោង2រហូតដល់ម៉ោង4ល្ងាចហើយភ្លៀងគឺច្រើនមេដែរកាលខ្ញុំទៅស្រុកហ្នឹងគឺខែ6ពុកម៉ែបងប្អូនទៅពេលហ្នឹងគឺថ្ងៃទី13ខែ6ហ្នឹងឯងទៅពេលហ្នឹងគឺទេសភាពស្រស់ស្អាតខ្លាំងមែនតើវាស្រែគឺលំបៃតងខៀវខ្ចីបតែបខែនេះវិញគឺចប់បដៃពុកម៉ែបងប្អូនស្រូវប្រែពណ៌ឲ្យស្រូវទុំមុនខែណាពុកម៉ែបងប្អូនស្រូវប្រែពីពណ៌បៃតងទៅជាពណ៌លឿងទុំអស់បាត់ស្រូវទុំហ្នឹងគឺអត់មានផ្លែទេទុំតែដើមស្រូវដោយសារតែមេឃរាំងភ្លៀងកន្លះខែដែរតាំងពីចូលដល់ខែកក្កដាមកអញ្ចឹងទៅគឺកាលខ្ញុំទៅគឺស្រែឡើងបៃតងបតែបខែនេះគឺមិនបាច់មើលទេពុកម៉ែបងប្អូនអើយដោយសារតែស្រូវគឺប្រែពណ៌អស់បាត់ប្រែពីពណ៌បៃតងទៅជាពណ៌លឿងទុំមុនរដូវណាប៉ុន្តែទុំហ្នឹងគឺអត់មានផ្លែស្រូវទេគឺទុំតែដើមស្រូវហ្នឹងឯងអញ្ចឹងទៅគឺពិបាកខ្លាំងមែនតើហើយភ្លៀងគឺភ្លៀងទៅនៅទីនេះបើថានៅស្រុកស្រែវិញគឺអត់មានទឹកប្រើទេត្រូវការទឹកដាក់ស្រែអីគឺអត់មានទេប៉ុន្តែបើកាលខែ6គឺភ្លៀងដល់កឲ្យពុកម៉ែបងប្អូនភ្លៀងកក់ខែណាគឺភ្លៀងច្រើនខ្លាំងមែនតើទេសភាពវិញគឺឡើងបៃតងខៀវខ្ចីហើយបើស្រែវិញគឺឡើងខៀវស្ងាត់ឡើងស្រស់ស្អាតណាពុកម៉ែបងប្អូនល្អខ្លាំងមែនតើហើយហ្នឹងគឺទៅកាលវឹកព្រោះស្រូវដបងផងប៉ុន្តែបើឥឡូវវិញគឺស្រូវប្រហែលខ្ពស់អស់ហើយប៉ុន្តែគ្រាន់តែថាស្រូវអត់សូវល្អទេដោយសារតែខែនេះគឺរាំងអត់សូវភ្លៀងទេពុកម៉ែបងប្អូនអញ្ចឹងទៅគឺអត់ដឹងយ៉ាងណាយ៉ាងណីដែរព្រោះឲ្យខ្ញុំខានទៅស្រុកយូរដែរទៅកាលខែ6នេះឯងហើយទៅស្រុកហ្នឹងចេញធ្វើបុណ្យធ្វើល្អថ្ងៃដបងណាពុកម៉ែបងប្អូនដែលរើសទុំថ្នោតយកឲ្យសัตว์គោយកឲ្យសัตว์គោ3 4ទុំថ្នោតដែរមានដីឆ្កែរបស់ខ្ញុំហ្នឹងគឺគាត់ទៅព្រុសគោហ្នឹងព្រុសគោទៅមានអីគោមកជុលខ្ញុំបាត់ពុកម៉ែបងប្អូនធ្វើល្អបានល្អរស់ទឹមថ្នោតឲ្យគោជុលវិញបាត់ឲ្យគោបាទៀតចុះលោស្នាមដល់លោបាត់ពុកម៉ែបងប្អូនកុំអីក៏អត់ជុលដែរប៉ុន្តែដោយសារតែឆ្កែខ្ញុំគាត់ទៅព្រុសគោហ្នឹងទៅគោវាភ្ញាក់ណាពុកម៉ែបងប្អូនអញ្ចឹងទៅមកជុលខ្ញុំស្នាមដល់រាល់ថ្ងៃនេះបាត់និយាយទៅនៅទៅឲ្យគោជុលដល់កឲ្យតលេងស្រុកមកវិញបានស្នាមគោជុលណាពុកម៉ែបងប្អូនប៉ុន្តែស្នាមហ្នឹងគឺអត់សូវខ្លាំងប្រហែលទេគ្រាន់តែថាពេលគោចូលទៅស្នាមតិចតួចដែរពីមុនស្មានតែអត់អីតែពុកម៉ែបងប្អូនប៉ុន្តែមើលយូរទៅស្នាមនេះដែររបួសដែរណាគ្រាន់តែថាឆ្អល់ពេលគោចូលនឹងឯងប៉ុន្តែពេលមើលទៅគឺឃើញមានស្នាមរបួសតិចតួចប៉ុន្តែឥឡូវគឺជាឲ្យពុកម៉ែបងប្អូនគ្រាន់ថាមានស្នាមមានអីតិចតួចចឹងទៅនៅតែឲ្យគោចូលធ្វើល្អបានល្អរើសទុំថ្នោតឲ្យគោហើយគោចូលទៀតដល់កឲ្យពុកម៉ែបងប្អូនហើយតែចង់បានទេសភាពស្រស់ស្អាតអញ្ចឹងណាហើយឃើញគោពេលភ្លៀងមកចឹងទៅឃើញនៅហាភ្លៀងហាលអីអាណិតគោមានអីធ្វើល្អបានល្អគោចូលវិញបាត់ខំអាណិតគោអត់អាណិតវិញផងចឹងដល់កហើយនេះគឺទេសភាពកាលនៅខែ6ពុកម៉ែបងប្អូនទេសភាពវិញឡើងបៃតងខៀវស្ងាត់ប៉ុន្តែបើខែនេះវិញគឺដល់កឲ្យពុកម៉ែបងប្អូនស្រូវទុំមុនរដូវណាស្រូវទុំតែដើមស្រូវអត់មានផ្លែស្រូវទេនិយាយទៅគឺខែកក្កដាហ្នឹងគឺរាំងរាល់ឆ្នាំតែម្ដងអត់សូវមានភ្លៀងមានអីទេប៉ុន្តែបើខែ6គឺរាំងភ្លៀងច្រើនដែរហើយជំរឿផុតខែ7នេះគឺភ្លៀងវិញឲ្យពុកម៉ែបងប្អូនទៅចូលដល់ខែ8ខែ9ខែ10គឺដឹងតែភ្លៀងវិញហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនជម្រាបលា